តើថាមពលដូមីរីវើស៊ីរបស់អ៊ីមូហ្នឹងដំណើរការយ៉ាងដូចម្ដេចស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃហ្នឹងគឺយើងមកបកស្រាយក៏ដូចជាភាសាគ្នាតាក់ទងជាមួយធម្មពលរបស់អ៊ីមូដែលជា technique មួយដែលមានឈ្មោះថា Domi Reverse ហើយតាមពិតទៅតាក់ទងជាមួយនឹងចំណុចកន្លែងហ្នឹងបើសិនជាបងប្អូនយើងគាត់បានទស្សនាជាមួយនឹងវីដេអូខ្ញុំកាលពីមុនមកដូចជាតាំងពីពេលដែលអ៊ីមូគាត់បានធ្វើការគ្រប់គ្រងទៅលើរាងកាយរបស់ Ganko មកយើងគាត់ជាដឹងថា Domi Reverse ហ្នឹងវាដំណើរការយ៉ាងដូចម្ដេចក៏ប៉ុន្តែក៏លោថាបងប្អូនយើងក៏រំលងជាមួយចំណុចកន្លែងណាមួយឬក៏បងប្អូនយើងផ្សេងទៀតក៏បានទស្សនាជាមួយនឹងវីដេអូទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំសរុបជាមួយចំណុចទាំងអស់ហ្នឹងបញ្ចូលគ្នាក៏ដូចជាបកស្រាយបន្ថែមទៀតតាក់ទងជាមួយនឹង Domi Reverse ហ្នឹងហើយថាជាមួយតែការបកស្រាយហ្នឹងវានឹងមានសភាពបែបម៉េចតោះ let's go ពាក្យថា Domi Reverse បើសិនជាយើងបកប្រែពីភាសាឡាទីនមកគឺវាបានន័យថា I return home ហើយបើនិយាយជាខ្មែរយើងបានន័យថាខ្ញុំត្រឡប់មកដល់ផ្ទះឬក៏សក្តានុខ្ញុំហ្នឹងក៏ប៉ុន្តែបើសិនជាមកវាយពាក្យហ្នឹង Domi គឺបានន័យថា home គឺជាផ្ទះឬក៏សក្តានុហើយតាក់ទងជាមួយនឹងពាក្យ Reverse ហ្នឹងគឺជាពាក្យមួយដែល Oda គាត់យក concept តាមល្បែង Reverse ហើយបើសិនជាយើងមើលទៅលើច្បាប់ល្បែង Reverse ហ្នឹងកាលណាដែលយើងមានកូនសមួយជួរហើយបើសិនជាមានកូនខ្មៅពីរអមសងខាងបានន័យថាកូនខ្មៅរបស់គេទាំងពីរហ្នឹងនឹងធ្វើការស៊ីទៅលើកូនសរបស់យើងដែលនឹងប្រែក្លាយកូនសទាំងអស់ហ្នឹងឲ្យក្លាយជាកូនខ្មៅហើយផ្ទុយពីហ្នឹងបើសិនជាគេមានកូនខ្មៅមួយជួរបើសិនជាយើងអាចដាក់កូនសរបស់យើងនៅខាងមុខហើយខាងក្រោយបាននោះយើងនឹងអាចប្រែក្លាយអាកូនខ្មៅរបស់គេហ្នឹងឲ្យក្លាយជាកូនសដូចគ្នាអញ្ចឹងយេបើសិនជាបងប្អូនយើងដែលគាត់ធ្លាប់លេងជាមួយនឹងល្បែង Reverse ហ្នឹងគាត់ប្រកាសជាដឹងហើយថារូបរបស់វាបែបម៉េចតាក់ទងនឹងធម្មពល Domi Reverse ហ្នឹងមានការលើកឡើងមួយចំនួនដែលគេបាននិយាយថាធម្មពលមួយហ្នឹងគឺអាចប្រើទៅលើមនុស្សណាដែលស្ថិតនៅលើសក្តានុគាត់តែប៉ុណ្ណោះឧទាហរណ៍ដូចជា Sebek ដែលគាត់ស្ថិតនៅលើ God Valley ដែលជាសក្តានុរបស់គាត់ហើយនៅពួក Giant ដែលស្ថិតនៅលើ Eba បន្ថែមពីហ្នឹងបើសិនជា Imu គាត់ប្រើប្រាស់ធម្មពលមួយហ្នឹងទៅលើតួអង្គមួយណាដែលគាត់ថាមានធម្មពលខ្លាំងឬក៏ will គាត់ខ្លាំងអញ្ចឹង Imu អត់ទាន់អាចធ្វើការគ្រប់គ្រងទៅលើតួអង្គមួយហ្នឹង completely ហ្មងទេអញ្ចឹងគាត់ត្រូវតែបញ្ឆេះកំហឹងទៅដល់តួអង្គមួយហ្នឹងឧទាហរណ៍ Imu គាត់បានប្រើប្រាស់ឈ្មោះ Haral ដើម្បីបញ្ឆេះកំហឹងទៅដល់ Dewi D Sebek អញ្ចឹងបើសិនជាយើងលើកចំណុចកន្លែងហ្នឹងវាគឺជាការពិតបងប្អូនយើងប្រកាសជាឆ្ងល់ថាចុំមិនបានជា Oda គាត់ធ្វើអញ្ចឹងហើយបងប្អូនយើងខ្លះទៀតប្រកាសជាគិតទៅដល់ Gear 5 របស់ Luffy ឯងព្រោះដោយសារតែ Gear 5 Luffy គឺគាត់តែងតែសោចនៅពេលដែលគាត់ស្ថិតនៅលើទម្រង់ Nika ហ្នឹងចំណុចចុងក្រោយបងប្អូនយើងប្រកាសជាឆ្ងល់ថាតើធ្វើម៉េចដើម្បីធ្វើការ counter ទៅ Domi Reverse នឹងបានសម្រាប់ខ្ញុំបើសិនជា Imu គាត់គឺជាកូនខ្មៅអញ្ចឹងច្បាស់ណាស់ Luffy គឺជាកូនសហើយបើសិនជា Luffy ជាកូនសតែមកគ្រាប់អញ្ចឹងក៏វាអត់ទាន់គ្រប់គ្រាន់ដែរព្រោះដោយសារតែដើម្បីប្រែក្លាយពីកូនខ្មៅឬក៏បិសាចទាំងអស់ហ្នឹងឲ្យក្លាយជាមនុស្សធម្មតាដាច់ខាតយើងត្រូវតែមានកូនសពីរអមសងខាងជាមួយនឹងអាឡាញមួយហ្នឹងហើយតែកូនសម្នាក់ទៀតជាណាគេយេម្នាក់នោះគឺជា Bonnie កាលពី Egghead បងប្អូនយើងគាត់จะដឹងហើយថា Bonnie គឺបានប្រើប្រាស់ជាមួយនឹងធម្មពលរបស់គាត់ធ្វើការសម័យធ្វើម៉េចឲ្យគាត់ប្រែក្លាយជាទម្រង់ Nika ហើយពេលហ្នឹង Luffy ក៏បាននិយាយថាគាត់ប្រាប់ Bonnie ថាធ្វើម៉េចឲ្យគាត់តែខ្លួនគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលមានសេរីភាពលក្ខណៈថា free will អញ្ចឹងនៅពេលដែល Bonnie គាត់ព្យាយាមគិតថាគាត់គឺជា Nika គឺជាមនុស្សម្នាក់ដែលមានសេរីភាពចំណុចកន្លែងហ្នឹងគឺបានធ្វើឲ្យ Bonnie ប្រែក្លាយពីតួអង្គធម្មតាទៅជាទម្រង់ Nika ដូចនឹង Luffy ដែរក៏ប៉ុន្តែគ្រាន់តែថាទម្រង់ Nika របស់ Bonnie ហ្នឹងវាមិនមែនជា Nika លក្ខណៈថាវាខ្លាំងដូចទៅនឹង Luffy ទេវាគ្រាន់តែជាការសម័យឬក៏ជាការ transform នៃអាធម្មពលគាត់តែប៉ុណ្ណោះហើយចំណុចផ្សេងទៀតដូចខ្ញុំបានលើកឡើងមកអញ្ចឹងថាបើសិនជា Imu គាត់ធ្វើការប្រើប្រាស់ Domi Reverse ទៅលើ Luffy បានតើ Luffy អាចនឹងប្រែក្លាយជាបិសាចឬក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ Imu បានអត់ខ្ញុំគិតថាប្រហែលជាអត់ទេព្រោះដោយសារតែទម្រង់ Nika ហ្នឹងវាតែងតែសោចលក្ខណៈថា The God of Laughter គឺគាត់តែងតែសោចនៅពេលដែលគាត់វាយអញ្ចឹងវាថាកម្រនឹងធ្វើ Luffy ខឹងក៏ប៉ុន្តែយើងថាមិនត្រូវដែរចុះបើសិនជា Imu គាត់ធ្វើការសម្លាប់ទៅលើសមាជិករបស់ Straw Hat Pirate អាហ្នឹងគឺជាបញ្ហាហើយបើសិនជាសួរទៅកាន់បងប្អូនយើងតើបងប្អូនយើង
គិតបែបម៉េចតាក់ទងជាមួយចំណុចថងហ្នឹងកុំភ្លេចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមផងហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយបាយបាយ